ត្រូវប្រព្រឹត្តអេរិយាបថដែលជាលំនាំរបស់ខ្លួនឯងអ្នកចង់ទៅជាអ្វីវានឹងទៅជាយ៉ាងនោះរៀនដើរតាមគេបើនឹងធ្វើត្រាប់តាមគេគួរធ្វើត្រាប់ដោយប្រើវិចារណញ្ញាណមនុស្សម្នាក់តែមានចំណុចពិសេសលេចធ្លោផ្ទាល់ខ្លួនដែលខុសពីអ្នកផ្សេងគ្រាន់តែពេលវេលាមិនទាន់មកដល់នោះទង្វើផ្សេងអាចនឹងឆ្គាំឆ្គងខ្លះដើម្បីបំពេញចន្លោះដែលខ្លួនមិនទាន់មានវិធីដែលលឿនបំផុតគឺការយកគំរូតាមអ្នកដទៃដូចជាបទពិសោធន៍ដើម្បីទទួលជោគជ័យឬជាបុគ្គលិកលក្ខណៈនិងឫកពារបស់អ្នកដែលយើងស្រឡាញ់ចូលចិត្តជាដើមទោះបីការរៀនយកចំណុចល្អពីអ្នកដទៃដើម្បីយកមកបំពេញនៅចំណុចដែលយើងខ្វះខាតជាវិធីរៀនតាមផ្លូវកាត់ក៏ពិតមែនតែយ៉ាងណានោះបើមួយក្បាលរៀនតែម្យ៉ាងក៏ពុំមែនជាប្រការល្អដែរយើងគួររក្សាទុកចំណុចពិសេសរបស់ខ្លួនឲ្យជាប់លាប់និងធ្វើវាឲ្យកាន់តែលេចធ្លោឡើងទើបជាការប្រសើរក្នុងសម័យចៅគក់ឆ្នាំ403ដល់ឆ្នាំ221មុនគ្រិស្តសករាជក្នុងស្រុកអៀនមានបុរសម្នាក់បានដឹងឮតាមគេថាអ្នកស្រុកកាន់តាន់ដែលជាទីក្រុងក្នុងនគរចៅជាអ្នកស្រុកដែលមានកិរិយាមារយាទល្អពិសេសដំណើរដើររបស់គេមិនបន្ទាន់ពេកដើរយ៉ាងសមសួនសង្ហាគួរឲ្យចង់គយគន់បុរសស្រុកអៀនក៏សម្រេចចិត្តធ្វើដំណើរទៅកាន់នគរចៅដើម្បីរៀនដើរតាមដំណើររបស់អ្នកស្រុកកាន់តាន់ដែលមិនខ្វល់ស្ដាប់មតិយោបល់ពីក្រុមគ្រួសារឡើយគេបានរៀបចំអីវ៉ាន់លុយកាក់ហើយក៏ធ្វើដំណើររាប់រយយោជន៍ក្នុងបំណងហាត់រៀនដើរតាមអ្នកស្រុកកាន់តាន់ឲ្យខានតែបានមកដល់ស្រុកកាន់តាន់វាក៏ចេញមកឈរក្បែរផ្លូវធំសង្កេតមើលមនុស្សម្នាដើរចុះឡើងទៅមកមើលយូរទៅក៏ច្របូកច្របល់ក្នុងចិត្តមិនដឹងថាតើនឹងត្រូវចាប់ផ្ដើមរៀនដើរដូចម្ដេចពេលមួយនោះគេតាមសង្កេតមើលបុរសម្នាក់មានអាយុស្របានឹងខ្លួនដើរតម្រង់មកដំណើររបស់គេសង្ហាគួរឲ្យចង់គយគន់ពេលគេដើរផុតបានបន្តិចបុរសយើងក៏ប្រញាប់ប្រញាល់ដើរតាមពីក្រោយដោយធ្វើត្រាប់តាមមួយជំហានម្ដងពេលគេឈានឆ្វេងយើងក៏ឈានឆ្វេងបើគេឈានស្ដាំយើងក៏ឈានស្ដាំតាមលុះដល់ភ្លេចខ្លួនបន្តិចក៏ខុសជើងច្រឡំបល់ឆ្វេងទៅស្ដាំឯស្ដាំទៅឆ្វេងរវល់តែខំតម្រូវជើងឆ្វេងស្ដាំក៏ភ្លេចគិតពីដំណើរដែលត្រូវដើរកាច់រៀងយ៉ាងម៉េចខ្លះបានមិនយូរប៉ុន្មានអ្នកស្រុកនោះក៏ដើរកាន់តែឃ្លាតឆ្ងាយទៅបុរសយើងដើរតាមគេលែងទាន់ក៏ត្រឡប់មកកន្លែងដើមវិញដើម្បីរកមើលអ្នកផ្សេងដើរតាមសារជាថ្មីការរៀនដើរតាមគេម្ដងមួយជំហានធ្វើឲ្យមនុស្សដែលដើរទៅមកនឹកចម្លែកក្នុងចិត្តខ្លះក៏លួចសើចខ្លះក៏នឹកស្មានថាជាមនុស្សឡប់សតិខ្លះទៀតក៏នឹកឃើញដល់រឿងផ្សេងកន្លងទៅជាច្រើនថ្ងៃបុរសស្រុកអៀនមានការហត់នឿយចុករួយស្រពន់ពេញខ្លួនទៅហើយតែហាត់មិនទាន់ចេះនៅឡើយគេនឹកក្នុងចិត្តថាមូលហេតុដែលធ្វើឲ្យគេហាត់រៀនក្រចេះដូច្នេះព្រោះគេនៅមិនទាន់ភ្លេចវិធីដើរបែបដើមរបស់ខ្លួនហេតុនេះគេក៏ខំបំភ្លេចវិធីដើរចាស់ចោលហើយចាប់ផ្ដើមហាត់រៀនវិធីដើរបែបថ្មីសារដើមឡើងវិញបើមិនធ្វើដូច្នេះទេគេមុខជាមិនអាចដើរតាមអ្នកស្រុកកាន់តាន់បានឡើយអស់រយៈពេលច្រើនខែទៅហើយកាន់តែហាត់កាន់តែយ៉ាប់មិនត្រឹមតែរៀនតាមគេមិនចេះទេថែមទាំងភ្លេចវិធីដើររបស់ខ្លួនឯងទាំងអស់ទៀតផងឯលុយកាក់ក៏ជិតអស់ទៅហើយដែរបើនឹងសម្រេចចិត្តត្រឡប់ទៅផ្ទះវិញក៏មិនដឹងថាត្រូវឈានជើងដើរយ៉ាងម៉េចទៅដែរព្រោះគេបានបំភ្លេចរបៀបដើរចាស់របស់គេចោលអស់ទៅហើយហេតុនេះបុរសយើងចាំបាច់ត្រូវវានឹងដីយ៉ាងសែនវេទនាដើម្បីធ្វើដំណើរត្រឡប់ទៅស្រុកវិញបច្ចុប្បន្ននេះមានមនុស្សជាច្រើនដែលជួបនឹងហេតុការណ៍ដូចនេះដោយគិតថាបើនឹងធ្វើតាមគេគឺត្រូវធ្វើឲ្យដូចទាំងស្រុងឯលទ្ធផលនោះគឺបែបថ្មីក៏ធ្វើមិនបានបែបចាស់ក៏បំភ្លេចអស់ហេតុនេះការរៀនធ្វើតាមគេពិតមែនតែយើងត្រូវតស៊ូព្យាយាមអស់ពីកម្លាំងកាយចិត្តតែយើងមិនត្រូវធ្វើតាមទាំងងងឹតងងុលគ្រប់យ៉ាងនោះទេព្រោះវិធីរៀនតាមគេដោយចម្លងទាំងផ្ទាំងវាអាចនឹងធ្វើឲ្យខូចបាត់បង់នៅអ្វីដែលយើងមានស្រាប់ស្រួលមិនស្រួលគិតបញ្ជីទៅបែរជាខាតដើមទៅវិញបើនឹងសិក្សាក៏ត្រូវមានវិធីសិក្សាបើនឹងធ្វើត្រាប់យកគំរូតាមគេក៏ត្រូវរកវិធីឲ្យបានសមរម្យត្រឹមត្រូវថ្លឹងថ្លែងឲ្យបានស៊ីជម្រៅគូផ្សំនឹងគំនិតផ្ទាល់ខ្លួនលើកកម្ពស់ចំណុចលេចធ្លោដែលជារបស់ខ្លួនឯងឲ្យកាន់តែប្រសើរឡើងមិនមែនដោយការចម្លងទាំងស្រុងនោះឡើយរៀនសូត្រស្វែងយល់ត្រូវគិតដល់ការលើកកម្ពស់ធ្វើត្រាប់ឬយកគំរូតាមគេក៏ត្រូវគិតដល់ការលើកកម្ពស់ដើម្បីបង្កើននូវប្រសិទ្ធភាពបើមិនដូច្នោះទេការខិតខំរបស់អ្នកនឹងទៅជាឥតប្រយោជន៍អ្នកក៏មិនអាចធ្វើម្ចាស់លើខ្លួនឯងបានហើយបានត្រឹមតែទទួលបញ្ជាពីអ្នកដទៃប៉ុណ្ណោះមនុស្សកើតមកមិនដូចគ្នាទាំងអស់នោះទេបើខ្លួនបានល្អគ្រាន់បើហើយសូមកុំជន់ឈ្លីអ្នកដទៃ
ហបតីនិងអ្នកកាប់អូសបើអ្នកគោរពគេនឹងគោរពតបអ្នកវិញមានប្រយោគមួយឃ្លាពោលថាត្រូវធ្វើចិត្តឲ្យទូលាយជាមួយអ្នកដទៃតែត្រូវតឹងរឹងចំពោះខ្លួនឯងផ្ទុយទៅវិញក្នុងសម័យបច្ចុប្បន្ននេះមនុស្សបែរជាមានទម្លាប់តឹងរឹងចង្អៀតចង្អល់ចំពោះអ្នកដទៃតែទូលាយសម្រាប់ខ្លួនឯងទៅវិញពេលខ្លួនឯងធ្វើខុសក៏ខំរកវិធីរកលេសផ្សេងមកដោះសារដើម្បីឲ្យរួចខ្លួនតែបើអ្នកដទៃធ្វើខុសបន្តិចបន្តួចបែរជាស្រែកវងវាស់រករឿងរកហេតុធ្វើហាក់ដូចជាធំសម្បើមណាស់ឥទ្ធិពលនៃគំនិតបែងចែកដែលពោពេញទៅដោយភាពអាត្មានិយមបានជំរុញឲ្យមនុស្សខ្លះពេលឃើញមនុស្សដទៃមានចំណុចណាមួយអន់ខ្សោយជាងខ្លួនក៏មានគំនិតបន្ទាបបន្ថោកមើលស្រាលថែមទាំងមើលរំលងនៅចំណុចខ្លាំងរបស់គេមិនថាដោយចេតនាឬអចេតនានោះក៏ព្រោះតែក្រសែភ្នែករបស់គេសម្លឹងឃើញថាខ្លួនអស្ចារ្យជាងគេដោយពាក្យមួយតែនិយាយថាមានអ្នកណាដល់អញក្រៅតែពីអញមានតែអញនាសម័យឈុនឈៀវក្នុងខេត្តអ៊ូមានលោកហបតីដែលជាអ្នកមានស្ដុកស្ដំម្នាក់ឈ្មោះលីលីបានដើរចេញកំសាន្តមើលនេះមើលនោះតែម្នាក់ឯងចៃដន្យក៏ឃើញប្រាក់មួយថង់ជ្រុះតាមផ្លូវមិនដឹងជារបស់នរណាលីលីបំរុងនឹងរើសថង់ប្រាក់នោះយកតែគេនឹកភ្នាក់ក្នុងចិត្តថាការអោនរើសយកប្រាក់ដែលជ្រុះតាមថ្នល់បែបនេះអាចធ្វើឲ្យទៅជាអាប់អោនកិត្តិយសមិនស័ក្តិសមនឹងឋានៈរបស់ខ្លួនឡើយកហបតីលីលីក្រឡេកមើលជុំវិញខ្លួនបណ្ដាថាតើមានមនុស្សដើរកាត់មកតាមផ្លូវនេះដែរឬទេចៃដន្យមានបរិសម្នាក់កំពុងតែរើសអូសដើរតម្រង់មកល្មមគេគិតក្នុងចិត្តថាបើសិនជាហៅបរិសនោះមករើសយកប្រាក់នេះវាច្បាស់ជាសប្បាយចិត្តនឹងដឹងគុណដល់ខ្លួនជាមិនខានព្រោះអូសដែលកំពុងតែរែកនៅលើស្មានោះក៏មិនមានតម្លៃស្មើនឹងប្រាក់ដែលជ្រុះនេះឡើយពេលអ្នករែកអូសដើរមកជិតដល់គេសង្កេតឃើញបរិសនោះពាក់អាវរោមសត្វម្យ៉ាងដែលអាវបែបនេះគេសម្រាប់ពាក់តែក្នុងរដូវរងាប៉ុណ្ណោះតែឥឡូវនេះរដូវក្តៅកំពុងឈានចូលមកដល់ទោះបីជាអ្នកមិនទាន់ក្តៅក៏ដោយក៏ពាក់អាវប្រភេទនេះក្នុងពេលនេះមើលទៅដូចជាមិនទំនងសោះសំតែអ្នកពាក់នោះជាមនុស្សមិនសូវដឹងអីលីលីសន្និដ្ឋានក្នុងចិត្តថាបរិសរែកអូសនេះជាអ្នកក្រីក្រយ៉ាងពិតប្រាកដបើឲ្យរើសប្រាក់មួយថង់នេះវាស័ក្តិសមបំផុតនឹងឋានៈរបស់គេគិតដូច្នេះហើយលីលីក៏ស្រែកហៅបរិសនោះដោយសំឡេងខ្លាំងៗថាណែអ្នកនេះឆាប់មករើសប្រាក់ដែលជ្រុះនឹងដីនេះភ្លាមទៅឮសម្ដីបែបមាក់ងាយរបស់លីលីដូច្នេះមានសេចក្តីក្រេវក្រោធជាខ្លាំងក៏ដកកំបិតចង្អុលមុខលីលីហើយឆ្លើយតបថាអ្នកឯងជាស្អីអាងខ្លួនអ្នកមានមកមើលងាយមើលថោកអ្នកដទៃឯងស្មានថាយើងនេះអន់ណាស់ទៅឬត្រឹមតែទៅកាប់អូសយើងនៅហ៊ានពាក់អាវរោមសត្វយ៉ាងថ្លៃរឿងអីយើងត្រូវទៅរវីរវល់នឹងប្រាក់កំតិចកំទីដែលជ្រុះតាមថ្នល់បែបនេះលីលីនឹកខ្មាស់អៀនក្នុងចិត្តជាខ្លាំងប្រញាប់ប្រញាល់មកសូមទោសថាសូមអ្នកអធិស្ឋានអភ័យទោសផងចុះព្រោះអីខ្ញុំមើលមនុស្សច្រឡំសូមមេត្តាគុំប្រកាន់អីមិនដឹងថាតើលោកមានឈ្មោះអ្វីមានខ្សែស្រឡាយអ្វីទៅដែរអ្នករែកអូសសម្លឹងមុខលីលីហើយបោះសម្ដីទាំងហួសចិត្តថាអ្នកឯងជាមនុស្សរាក់កំផែលមើលអីឃើញតែសើខាងក្រៅនៅមានចិត្តចង់តាំងខ្លួនធ្វើឯងគ្រាន់បើទៀតរឿងអីយើងត្រូវប្រាប់ឈ្មោះប្រាប់ត្រកូលដល់ឯងនោះនិយាយចប់គេក៏សៀតកំបិតទៅវិញហើយរែកអូសបន្តទៅមុខដោយមិនខ្ចីយកភ្នែកមើលប្រាក់ដែលជ្រុះនៅនឹងដីនោះបន្តិចសោះឡើយលីលីបានត្រឹមតែដាក់ភ្នែកសម្លឹងតាមពីក្រោយអ្នករែកអូសដែលដើរកាន់តែឆ្ងាយទៅក្នុងក្រសែភ្នែកពោពេញដោយក្តីមួម៉ងនិងក្តីអាម៉ាស់ជាខ្លាំងនេះជាឧទាហរណ៍មួយនៃភាពខ្វះខាតដែលមនុស្សយើងតែងតែជួបប្រទះជាញឹកញាប់ដែលសំអាងទៅលើការចេះដឹងបន្តិចបន្តួចរបស់ខ្លួនយកមកវាយតម្លៃយ៉ាងសើលើអ្នកដទៃដោយគិតថាគេមិនស្មើនឹងខ្លួនអ្នកនិពន្ធជនជាតិចិនបានពោលថាមនុស្សម្នាក់សូម្បីតែបានរៀនសូត្រខ្ពង់ខ្ពស់មានបទពិសោធន៍ច្រើនយ៉ាងណានៅតែមានចំណុចខ្វះខាតដែលគេមិនទាន់ជំនាញដែររឿងនេះប្រហាក់ប្រហែលនឹងសុភាសិតខ្មែរយើងដែលគេនិយាយថាដំរីជើង4គង់មានភ្លាត់អ្នកប្រាជ្ញចេះស្ទាត់គង់មានភ្លេចក្នុងការទំនាក់ទំនងរវាងមនុស្សទូទៅក្នុងសង្គមយើងមិនគួរប្រកាន់យកគំនិតមើលងាយមើលថោកលើអ្នកដទៃនោះទេទោះបីគេជាមនុស្សទន់ខ្សោយជាងខ្លួនក៏ដោយអ្នកគួរចេះឲ្យតម្លៃនិងផ្ដល់កិត្តិយសក្នុងនាមជាមនុស្សដូចគ្នាម្យ៉ាងវិញទៀតការអួតបំពើខ្លួនឯងដើម្បីយកប្រៀបលើអ្នកដទៃនោះមិនមានប្រយោជន៍អ្វីឡើយព្រោះថាមនុស្សល្អឬមនុស្សខ្លាំងស្ថិតនៅលើការឲ្យតម្លៃពីអ្នកដទៃមិនមែនអង្គុយលើចង្អេរលើខ្លួនឯងចេះតែលើកបាននោះទេហេតុនេះមិនថាអ្នកមានឋានៈទ្រព្យធនឬការចេះដឹងកម្រិតណានោះទេចូលសម្ដែងអាកប្បកិរិយាឲ្យបានសមរម្យចំពោះអ្នកដទៃបើអ្នកគោរពគេនឹងគោរពអ្នកតវិញបើអ្នកមិនសម្ដែងអាកប្បកិរិយាឲ្យបានស្មើភាពជាមួយអ្នកដទៃថ្ងៃណាមួយអ្នកនឹងត្រូវទទួលអ្វីដោយដែលអ្នកធ្លាប់ធ្វើអីចឹងដែរ